គ្រប់គ្នាអត់ចរាចរណ៍អស់ហើយពួកនេះនៅតែល្មើទៀតបាច់ងើបឯកូនចៅទី2មកដល់នៅកូនដល់ហើយម៉ែលើកនឹងដល់មែនតើហើយអូមាន់ហើយនឹងនំកងនេះអូនចិត្តណាអូយកូនប៉ាកូនតែងតែសម័យថាចង់ខ្លាចជាគ្រូពេទ្យចៅយាយបានកម្មានេះហើយចៅប្រកាសជាកក់ក្ដៅថ្ងៃនេះយើងធ្វើគ្រូឲ្យកូនទេពីតែអ្វីៗត្រូវផ្លាស់ប្ដូរទាំងអស់ដោយសារតែអ្នកបើកបរអត់ប្រុងប្រយ័ត្នបើគាត់គ្រោះថ្នាក់ពេលគាត់ចេញពីរៀនទេពីតំណាងឲ្យកុមារគ្រប់រូបដែលកំពុងតែធ្វើដំណើរតាមដងផ្លូវវាគឺជាសាច់រឿងពិតដែលបានកើតឡើងចំពោះក្រុមគ្រួសារយ៉ាងច្រើនសូមកុំឲ្យរឿងនេះคล้ายទៅជារឿងរបស់អ្នកទាំងអស់គ្នាអីសូមបន្ថយល្បឿននៅតាមសាលាសូមមេត្តាបើកបរដោយគិតគូរពីសុវត្ថិភាពនិងអាយុជីវិតរបស់កុមារគ្រប់គ្នាសូមបន្ថយល្បឿនមកត្រឹម30គីឡូម៉ែត្រក្នុង1ម៉ោងនៅតំបន់សាលារៀនព្រោះកុមារគ្រប់រូបមិនគួររងរបួសឬត្រូវបាត់បង់ជីវិតទាំងវ័យក្មេងនោះទេ